ជំរាបសួរបងប្អូនថ្ងៃនេះនយោបាយនៅស្រុកឥណ្ឌាការតវ៉ារបស់និស្សិតហើយយើងមើលពីក្រៅទៅយើងឃើញថាប្រហែលជារឿងនឹងជាធម្មតាទេប្រហែលជាការតវ៉ារបស់និស្សិតដោយសារតែការបែកធ្លាយហើយការចុះផ្លូវធ្វើបាតកម្មរបស់និស្សិតនិងមហាជនរបស់ប្រទេសឥណ្ឌាដោយសារការបែកធ្លាយពីប្រឡងណាវាធ្វើឲ្យបាត់ទំនុកចិត្តពីសិស្សនិស្សិតទៅដល់ស្ថាប័នរដ្ឋហើយថ្ងៃនេះវាគឺជាចំណុចមួយដែលល្អដែរដែលរដ្ឋមន្ត្រីក្រសួងអប់រំនឹងចុះចេញលាលែងពីតំណែងហើយធ្វើការចរចាជាមួយនឹងក្រុមនិស្សិតរបស់ប្រទេសឥណ្ឌាពិសេសនោះគឺគណៈបកប្រជាជនកន្លះដែលទើបបង្កើតថ្មីឯងហើយអ្វីដែលរឹតតែពិសេសនេះបើយើងមើលពីខាងក្រៅទៅគេគិតថាត្រឹមតែជាការតវ៉ាមួយរបស់សិស្សនិស្សិតទេប៉ុន្តែបើមើលឲ្យជ្រៅមែនទែនទៅប្រជាជនរបស់ប្រទេសឥណ្ឌាមាន1000លានអ្នកជាងហើយនៅតែប្រើលទ្ធិប្រជាធិបតេយ្យហើយជាការបង្ហាញទៅកាន់ពិភពលោកដែរថាឥណ្ឌាទោះបីជាប្រជាជនមានប្រជាជន1000លានអ្នកជាងប៉ុន្តែឥណ្ឌានៅតែអាចប្រើមធ្យោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបកបានមិនធម្មតាឲ្យសាសនានិន្នាការភាសាច្រើនណាស់នៅឥណ្ឌាហើយបើប្រៀបធៀបជាមួយចិនផ្ដាច់ការឥណ្ឌាប្រជាធិបតេយ្យឲ្យសិតតែ1000លានអ្នកជាងហើយមធ្យោបាយដែលរដ្ឋាភិបាលឥណ្ឌាគាត់ធ្វើគឺមធ្យោបាយតែពីរឯងបើយើងលើកឡើងមកនិយាយទី1ដំបងហើយនឹងការ៉ុតនៅពេលមធ្យោបាយទី1គឺប្រើដំបងហ្មងវាយទាត់ធាក់ចាប់បោចដាក់គុកមធ្យោបាយប៉ុណ្ណឹងសម្រាប់អីគឺប្រើដំបងគឺប្រើអំណាចដើម្បីបង្ក្រាបពួកហ្វូងបាតកោដែលចុះផ្លូវធ្វើបាតកម្មទី2គឺប្រើការ៉ុតវិធីចរចាផ្សះផ្សារអ្នកឈ្នះទាំងអស់គ្នាហើយមានការទទួលខុសត្រូវនេះហើយគឺជានយោបាយផ្សះផ្សាជាតិដែលឥណ្ឌាប្រើនេះគឺជាមធ្យោបាយមួយដែលល្អសម្រាប់ទាំងនិស្សិតក៏ដូចរដ្ឋាភិបាលឥណ្ឌាដែរនេះហើយគឺជាមធ្យោបាយមួយមិនមែនថាការធ្វើនយោបាយហើយស្រាប់តែមានអ្នកឈ្នះអ្នកចាញ់អ្នកងាប់អ្នកស្លាប់ទេប៉ុន្តែអត់មានគេថារកដំណោះស្រាយបាននេះហើយគឺជាដំណោះស្រាយមួយគឺជាមធ្យោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបកនៅឥណ្ឌាហើយក៏ជាមេរៀនមួយសម្រាប់ពិភពលោកផងដែរដែលថាការចរចាគឺគេមានគោលដៅរបស់គេចរចាដើម្បីរកចំណុចណាមួយដែលគេចង់បានបន្ទាប់ពីអ្វីដែលគេចង់បានហើយសិស្សនិស្សិតឥណ្ឌាចង់បានហើយប្រជាជនឥណ្ឌាចង់បានហើយគេវិលមករកភាពប្រក្រតីវិញហើយថ្ងៃនេះថ្នាក់ដឹកនាំរបស់បាតកោតំណាងឲ្យពួកបាតកោនឹងបានឲ្យបាតកោនឹងរំសាយទៅលំនៅឋានវិញនឹងទៅកន្លែងដើមវិញបាទសូមគោរពអរគុណបាទអរគុណ